รีบសួស្តីអ្នកទាំងអស់គ្នានេះជាដំណើរកម្សាន្តតង់ទី2របស់ខ្ញុំនៅឯខេត្តកំពតហើយសម្រាប់ទីតាំងដែលខ្ញុំត្រូវទៅថ្ងៃនេះដែរគឺខ្ញុំទៅកាហ្វេមួយកន្លែងនៅឯជិតខេត្តកំពតនឹងតែម្ដងមកហើយសម្រាប់ហាងកាហ្វេនោះដែរមានឈ្មោះថាកាហ្វេចលងភ្នំហើយបងប្អូនធ្វើដំណើរពីរងមូទុរេនមកដល់កាហ្វេចលងភ្នំនេះធ្វើដំណើរមកប្រហែលជា10គីឡូដីបងប្អូនហើយឥឡូវនេះខ្ញុំបានជិះម៉ូតូដែរហើយក៏ផ្ញើម៉ូតូផ្ញើអីបងប្អូនហើយបន្ទាប់ពីផ្ញើម៉ូតូផ្ញើអីរួចហើយយកក៏ដើរតម្រង់ទៅរកកាហ្វេតែម្ដងដោយសារតែមកដល់នេះយើងត្រូវបង់ថ្លៃគេតាំងពីយើងចូលដោយសារយើងបានការម្នាក់2ស្លឹកហ្នឹងហើយមិត្តភក្តិខ្ញុំក៏បានទៅកំងកាហ្វេកំងអីចឹងហើយឥឡូវនេះយើងទទួលបានកាហ្វេម្នាក់មួយកែវហើយបងប្អូនហើយក៏យើងធ្វើដំណើរឡើងទៅមើលទេសភាពចឹងបងប្អូនដោយសារតែកន្លែងគេធ្វើស្អាតមែនតើបងប្អូននេះគេមានជាន់ក្រោមនិងជាន់លើហើយខ្ញុំទៅឡើងទៅជាន់លើទៅអង្គុយខាងលេងនៅខាងលើហើយបងប្អូនឃើញថ្ងៃក្តៅចឹងចាស់ស្ដាយខ្ញុំអង្គុយលើហ្នឹងចឹងវាអត់សូវក្តៅបងប្អូនដោយសារតែវាមានចុះអាប់ចុះអីដែរចឹងហើយខ្ញុំនេះក៏បានកាហ្វេមួយកែវអង្គុយជាបងប្អូនហើយសម្រាប់កាហ្វេគេមានដាក់តំណាងដូចជាខេត្តកំពតដែរចឹងឥឡូវនេះក៏យើងបានមកកន្លែងទៀតបងប្អូនដោយសារកន្លែងនេះគេរៀបចំកន្លែងស្អាតច្រើនទៅតាមដែលខ្ញុំមើលឃើញនោះវាចូល3-4កន្លែងដែរបងប្អូនហើយកន្លែងនេះដែរក៏គេមានទូមានអីសម្រាប់ឲ្យយើងថតរូបជាមួយទេសភាពនៅខាងក្រៅចឹងបងប្អូនហើយក៏គេមានកញ្ចក់មានអីសម្រាប់ឲ្យយើងថតដែរហើយសម្រាប់វីដេអូនេះដែរមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះរហូតដល់ចប់